ថ្លែងទៅកាន់ប្រជាពលរដ្ឋសុទ្ធសឹងជាម្ចាស់ឆ្នោតជាច្រើនរយនាក់ក្នុងភូមិតូធំអូលងឃុំស្រែចាស្រុកស្នួលកាលពីព្រឹកថ្ងៃទី17ខែសីហានៅក្នុងពិធីប្រគល់ស៊ីម៉ងចំនួន30តោននិងបច្ច័យសាងសង់មួយចំនួនទៀតឯកឧត្តមពេជ្របន្ទិនប្រធានក្រុមការងារគណៈបកប្រជាជនស្រុកស្នួលបានមានប្រសាសន៍សម្ដែងនៅការអរគុណដល់ពលរដ្ឋដែលបានអនុវត្តភារកិច្ចកាតព្វកិច្ចជាប្រជាពលរដ្ឋបានគ្រប់គ្នាលើការទៅចូលរួមបោះឆ្នោតជាពិសេសបោះឆ្នោតជូនគណៈបកប្រជាជនកម្ពុជាដើម្បីបន្តការការពារអ្វីដែលមានស្រាប់ដូចជាសាលារៀនផ្លូវថ្នល់និងវត្តអារាមជាដើមឡាលោកគង់គំនីប្រធានគណៈបកប្រជាជនស្រុកស្នួលបានដឹងថាដោយសារតែកន្លងមកប្រជាពលរដ្ឋនៅក្នុងភូមិនេះបានស្នើសុំគណៈបកប្រជាជនស្រុកស្នួលបង្កើតជាវត្តអារាមមួយនៅក្នុងភូមិសម្រាប់បង្កើតជាទីកន្លែងទីសក្ការៈបូជារបស់ពុទ្ធសាសនិកក្នុងភូមិទើបក្នុងនាមគណៈបកប្រជាជនបានផ្ដល់ទីតាំងនិងសម្ភារៈដើម្បីបង្កើតវត្តអារាមមួយកន្លែងនេះលោកប្រធានគណៈបកប្រជាជនស្រុកស្នួលបានដឹងទៀតថាវត្តនេះក៏ត្រូវបានអាជ្ញាធរនិងពុទ្ធសាសនិកបានដាក់ឈ្មោះថាវត្តមង្គលរតនារាមដែលមានទីតាំងនៅក្នុងភូមិតូធំអូឡុងក្នុងឃុំស្រែចាស្រុកស្នួលខេត្តកោះចេះហើយក៏បានចាប់ផ្ដើមសាងសង់តាំងពីដើមឆ្នាំ2013មកម្លេះរហូតមកដល់បច្ចុប្បន្ននេះសម្រាប់បាននៅរបងថ្មនិងសាលាឆាន់បានមួយចំនួនលោកប្រធានគណៈបកប្រជាជនស្រុកស្នួលបានបញ្ជាក់ឲ្យដឹងទៀតថាថ្ងៃនេះថ្នាក់ដឹកនាំក្នុងជួរគណៈបកប្រជាជនស្រុកស្នួលបាននាំយកនៅស៊ីម៉ងចំនួន30តោននិងថវិកាបច្ច័យសាងសង់មួយចំនួនទៀតមកប្រគេនជូនព្រះសង្ឃនិងគណៈកម្មាធិការវត្តដើម្បីបន្តការសាងសង់ព្រះវិហារដែលកំពុងតែចាក់គ្រឹះមានប្រសាសន៍បន្តទៅកាន់ប្រជាពលរដ្ឋជាច្រើនរយនាក់នាព្រឹកនោះឯកឧត្តមពេជ្របន្ទិនប្រធានក្រុមការងារគណៈបកប្រជាជនស្រុកស្នួលបានមានប្រសាសន៍ជំរុញឲ្យប្រជាពលរដ្ឋខិតខំធ្វើការបង្កបង្កើនផលស្រែចម្ការគឺមិនត្រូវយកចិត្តទុកដាក់ស្ដាប់ការញុះញង់របស់ក្រុមជ្រុលនិយមមួយក្តាប់តូចលើការទាមទារធ្វើបាតកម្មក្រោយការបោះឆ្នោតនោះទេលោកថាជំហររបស់គណៈបកប្រជាជនកម្ពុជាគឺមានជំហរធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានភាពធូរធារនិងដឹកនាំប្រទេសឈានទៅរកការអភិវឌ្ឍឯករាជ្យនិងប្រជាធិបតេយ្យរាយការណ៍ពីខេត្តក្រចេះប៊ុនលីណា